thờ pra CVD CVD bà có sự vong còn sự vongទៀត vong à CVDអូសវង CVD បានចាក់ទៅលើម្ចាស់កង់3តែម្ដង ជាផ្សេងកន្លែងនេះបាញ់ឈាមរហូត បាញ់ឈាមរហូត ចាហ្នឹងហើយបាញ់ឈាមហើយកែងកquáឲ្យគាត់ទុបចឹងហើយ លឺស្រែកអាលេងចាក់លឺឈាមលឺគេស្រែកឈាមច្រើនឈាមច្រើនណា បាទបងបាទ កំពុងដេញចាក់មកពូកង់3ហ៎គេធ្លាប់កាប់គេនៅក្នុងវត្តហ្នឹងដែរ អូលោកកាប់ទៀត ធ្លាប់កាត់ មុខសញ្ញាចាំ បាទ កាប់ បាទសញ្ញាចាំ អូអានេះសាហាវមែនទែនឥឡូវ កាប់គេនោះគាត់ បាទធ្លាប់តែកាប់បានណាប្រិមិត្ត បាទ បាទរត់ឡើងកង់3ហ្នឹងទៅហើយដល់ពេលក៏រត់នៅដេញតាមចាក់គាត់រហូតទៅដល់ឡើងក្រោយកង់3ខ្ញុំមក ប្រើកបិតទូចឬកបិតធំលោកពូ ទូចបង កបិតទូចទេកូនកបិតហើយដេញចាក់ទៅលោកពូរត់កង់3នេះប្រហែលកបិតដែរ ខ្ញុំអត់ដឹងប្រហែលបងប៉ុន្តែគាត់ដេញតាមក្រោយរហូត មកហើយសុទ្ធតែឈាមហ្នឹងលោកពូគឺគាត់រត់ទៅហ្នឹងសុទ្ធតែឈាមហ្មងលោកពូអូហើយគាត់ដឹកម៉ួយចូលមក បាទគាត់ដឹកមកមនុស្សមក ដឹកម៉ួយចូលវត្តកំសាន្តហ្នឹង បាទ ហើយមកដល់ចំណុចកើតហេតុខ្លោងទ្វារហ្នឹងគឺជនសង្ស័យហ្នឹងគឺលេចមុខមកចាក់យកទៅមក អត់ទេជនសង្ស័យនៅហ្នឹងដែរបង អូជនសង្ស័យលើកង់3ហ្នឹង លើជិះមកមួយគ្នាតា អូហៅ booking ហៅលោកពូនឹងជិះមកដល់ចំណុចកើតហេតុហ្នឹងគឺធ្វើសកម្មភាពដកកបិតចាក់ទៅលើលោកពូហ្នឹងមក និយាយថាខ្ញុំមើលមកពីនោះមកខ្ញុំមិនដឹងថាគាត់នឹងចាក់ភ្លាមអីភ្លាមទេណាប៉ុន្តែលឺសូគេស្រែកគាត់នេះស្រែកឲ្យជួយទេគាត់រត់កលឹងកង់3ហ្នឹងមួយឈាមគាត់ឲ្យឡើងពេញហ្នឹង អូសោះឈាមមកលោកប្រិមត្តមកតែបងប្អូនណាបើឈាមស្រោច លោកពូអធិស្ឋានពូមួយសុំសួរបន្តិចជាដើមហេតុដំបូងយ៉ាងម៉េចដែរលោកពូពូអាចជួយវិជា ពីដើមហេតុដំបូងអត់មានឃើញអីផងគឺអាជីកង់3មកដល់ហ្នឹងហើយគ្រាន់តែគាត់ឈប់កង់3មកផ្លើតហ្នឹងហើយនេះគាត់មើលទូរស័ព្ទគាត់គេបាញ់លុយហ្នឹងប៉ុន្តែដល់ពេលហើយគឺសូគាត់ស្រែកឲ្យជួយផងរត់កន្លងកង់3ហ្នឹងគេសើឈាមឡើងពេញហ្នឹងទាំងអស់ហ្នឹងក៏ខ្ញុំឃើញតែកម្មវិធីតែប៉ុណ្្នឹងឯណាប៉ុន្តែទីទៀតខ្ញុំអត់ដឹងទេ ថាយើងអត់ដឹងថាមិនដំបូងវាយ៉ាងម៉េចទេដឹងថា ដឹងទេព្រោះ មានបរិមម្នាក់ហើយនឹងម្នាក់ទៀតភ្ញៀវអ្នកជីហើយអ្នកដប់ហើយក៏បានដប់គ្នាចូលទៅក្នុងវត្តកំសាន្តហ្នឹង បាទមកពីនោះមកឈប់ដៃហ្នឹងហ្មង ឈប់មកកន្លែងវត្តកំសាន្តហ្នឹង បាទ ហើយលោកពូក៏ឃើញមានការដកទូរស័ព្ទដោយបាញ់លុយជាធម្មតា បាទគាត់កាន់ទូរស័ព្ទហ្នឹងគាត់ប្រាប់អើយម្ចាស់អើយនេះគាត់ទេអ្នកប្រាប់អើយគាត់អ្នករត់ហ្នឹងក៏ប្រាប់ថាបាញ់ឲ្យបាញ់លុយឲ្យចូលឲ្យគាត់ហ្នឹង បាទ ហ្នឹងហើយដល់ពេលហើយមកផ្លើតហ្នឹងគាត់ស្រែកឲ្យជួយបណ្ដោយ ជួយមើលទៅឃើញគាត់រត់ពេញកង់ រត់ពេញកង់3 កង់3គាត់ហើយណាកង់3មានណាពូកង់3មានណា នេះ កង់3ហ្នឹងនោះ ហ្នឹង គឺមានស្នាមបែកកញ្ចក់ទៀត ស្នាមបែកកញ្ចក់ហ្នឹងអាហ្នឹងវាមកមនុស្សវិញហ្នឹងក៏ពើខ្ញុំថាchứឲ្យធ្វើអីចឹងដល់ពើអញ្ចឹងខ្ញុំដល់ហ្នឹងវាវាយកញ្ចក់បាទហ្នឹងហើយ ហើយជនសង្ស័យហ្នឹងអាចមានអ្នកស្គាល់ភិនភីអីលោកពូឥឡូវទៅណាបាត់ហើយ វារត់ចូលទៅក្នុងហ្មង រត់ចូលក្នុងវត្តបាត់ហើយ រត់ចូលត្រង់នេះលោកពូនេះ បាទ អូហើយយើងនេះគឺជាម៉ូតូជនរងគ្រោះយើងមើលស្ថានភាពរបស់ជនរងគ្រោះមិញរងរបួសធ្ងន់ណាស់លោកពូ ធ្ងន់ ធ្ងន់ដែរតែមើលតើ គាត់ទៅនិយាយចំទៅក៏រត់កម្លាំងហ្នឹងហើយអ្នកពីក្រោយហ្នឹងដេញចាក់យកហ្មង បើតាមយើងគិតអាចត្រូវកន្លែងណាខ្លះដែរលោកពូរបួសធ្ងន់ណាស់មើលទៅ នេះមើលទៅឃើញត្រូវកន្លែងលេ អញ្ចឹងក៏ កន្លែងលេ អូចកាកើម បាទហើយនឹងក្រោយ បត់ផតដៃផត បាទឈាមឡើង អូឡើងបាទប្រិមត្ត ហើយចោះយ៉ាងមិញហ្នឹងមានអ្នកជួយជូនទៅពេទ្យដែរលោកពូ បាទ គាត់ជិះអីទៅពេទ្យដែរមិញហ៎ ជិះម៉ូតូព្រោះអ្នកនៅចិត្តហ្នឹងគេថាគេឃើញអាណិតគាត់ចឹងគាត់ទុនហើយហ្នឹងអញ្ចឹងជូនគាត់ទៅពេទ្យដល់ហ្នឹង វ័យរបស់គាត់ប្រហែលជាប៉ុន្មានដែរលោកពូ ខ្ញុំមើលទៅថាជា30ក្រាស់ហើយ 30ក្រាស់នោះ បាទ30ក្រាស់ យើងបានអាចសួរគាត់ដល់ពេលដែលគាត់មានស្មារតីអាចដឹងថាគាត់ចេញមកពីណាមិញអត់ដឹងទេ គាត់បានប្រាប់ផងមើលគាត់ទុន គាត់ទុនបាត់បង់ចង់បាត់បង់ស្មារតីហ្នឹង បាទហ្នឹងហើយគេចាក់គាត់ឡើងទុនហើយ លោក ទៅ ពូ រត់នេះទៅឡើងចង់កាប់មុខហ្នឹង ចង់គាត់រត់ដែររត់ទៅដល់មុខដែរ រត់ឲ្យខ្ញុំជួយហ្នឹងឲ្យបើខ្ញុំអត់ចេញមកវិញគាត់ត្រូវធ្ងន់ណាក៏ទៅចាក់មកបាត់ អូតើពេលពូចេញមកពូស្រែលេឡូទៅបាន បានវារត់មកវិញ បានចង់សាយភ័យរត់ទៅបាត់ហ្មងទៅ រត់មកវិញមកវិញ រត់មកវាយកង់3មួយដៃទៅហើយបានរត់ទៅទៀត បាទរត់ចូលទៅក្នុង មកទៅក្នុងទៀតណោះ បាទ ហើយកំបិតហ្នឹងកំបិតដែលគាត់ប្រើមកចាក់ទៅលើបរោះលើហ្នឹងជាកំបិតកូនកំបិតទៅក៏យ៉ាង បាទកូនកំបិតស្រួយ ហើយអ្នកចាក់ហ្នឹងក្មេងឲ្យចាស់មើលទៅលោកគ្រូ ក្មេង ក្មេង បាទអាយុផើ8 9 ខ្ញុំមើលការស្លៀកពាក់របស់គាត់បែបណាដែរ ដល់ពេលហ្នឹងខ្ញុំពិបាកដែរខ្ញុំនិយាយទៅវាអត់ច្បាស់ដែរព្រោះដូចថាខ្ញុំម្ល៉េះទៅមើលគាត់នោះគាត់អ្នកត្រូវរបួសនោះ អូ ហ្នឹងហើយបាទវិជ្ជាពលដល់ពេលខ្ញុំឆ្លើយទៅខុសពិបាកដែរអញ្ចឹងហ្នឹងហើយអញ្ចឹងមកហ៊ានឆ្លើយ ចុះពូអ្នកឃើញអាចការផ្ទាល់ហ្មងណោះ បាទព្រោះខ្ញុំនឹងអង្គុយលើកង់3ខ្ញុំនោះ អូពូរត់កង់3ដែរ បាទខ្ញុំ អូត្រូវអញ្ចឹងយើងជួយ ពុំ គ្នា ហុកបាយដែរហ្នឹងពេលហ្នឹង បាទ មុនបាទមុនហ្នឹងហើយយើង1ម៉ោងជាងហើយ បាទដោយសារខ្ញុំមកក្រោយមិញបងអាចបញ្ជាក់តិចបាន ប្រិមិត្តទីតាំងកន្លែងដែរនេះកំពុងតែបង្កការភ្ញាក់ផ្អើលនេះគឺនៅវេលាម៉ោង3
សូននីតិយុបឈានចូលថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025នេះគឺនៅនឹងខ្លោងទ្វារវត្តកំសាន្តនេះផ្ទាល់តែម្ដងដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញនេះផ្ទាល់តែម្ដងដែលមានករណីបរិមម្នាក់ដែលបាន booking pass app លោកពូមកជិះមកដល់ក្នុងវត្តកំសាន្តហើយបើតាមការបញ្ជាក់ពីពូម្នាក់ទៀតដែលជាអ្នករត់កង់3ដូចគ្នាដែលបានឈប់នៅក្បែរនឹងវត្តកំសាន្តនេះគាត់បានបញ្ជាក់ឲ្យថាមុនពេលកើតហេតុគឺឃើញបរិមម្នាក់ដែលជាអ្នករត់ម៉ូតូកង់3ហើយបានដប់បាទភ្ញៀវមកដល់ចំណុចក្រោមខ្លោងទ្វារវត្តកំសាន្តក៏បានធ្វើការដកទូរស័ព្ទដើម្បីជាការបាញ់លុយអីណាហើយភ្លាមនោះលោកពូក៏មិនចាប់អារម្មណ៍គាត់កំពុងតែញ៉ាំបាយគាត់ក៏ញ៉ាំបាយបន្តទៀតបាទញ៉ាំបាយបន្តទៀតទៅក៏ស្រាប់តែឃើញលោកពូម្នាក់ដែលជាអ្នករត់កង់3ហ្នឹងរត់ពេញម៉ូតូកង់3របស់គាត់ស្រែកថាឲ្យគេជួយហើយភ្លាមនោះក៏ឃើញរត់ហើយឃើញបរិមម្នាក់ទៀតដែលជាភ្ញៀវដកកូនកំបិតដេញចាក់ទៅលើបរិមម្នាក់ដែលជាអ្នកបើកកង់3ហ្នឹងរត់រប៉ាត់រប៉ាយឈាមហូរស្រោចពេញផ្លូវនេះប្រិមម្នាក់ឈាមរត់ស្រោចពេញផ្លូវតែម្ដងរត់ដើម្បីឲ្យគេជួយណាហើយលោកពូនោះគាត់អង្គុយនៅម៉ូតូកង់3គាត់នៅខាងមុខនោះបាទហើយតលេងអីទៅក៏ពូនោះគាត់រត់មកស្រីស្រោស្រែកអាឡេអាឡូពេលហ្នឹងទៅក៏ជន់សង្ស័យភ័យរត់ចូលវត្តឆ្លោះទៅតាមមច្ឆាបាទតាមចៃដីនេះរត់បាត់សមោតែម្ដងបន្សល់ទុកតែម៉ូតូកង់3នៅចំណុចទីតាំងកន្លែងកាត់ហេតុនេះទេឥឡូវនេះបងប្អូនកំពុងទស្សនាជួយធ្វើការ share ដើម្បីឲ្យសមាជិកបានចូលមកដល់ទីតាំងវត្តកំសាន្តនេះផងដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅបាទរាជធានីភ្នំពេញនេះតតែម្ដងហើយឥឡូវនេះយើងក៏លេខទៅមើលម៉ូតូកង់3របស់លោកពូណាដែលជាជនរងគ្រោះត្រូវបានដឹកតាមម៉ូតូបញ្ជូនទៅកាន់មន្ទីរពេទ្យបាត់ទៅហើយក្មេងមួយហ្នឹងរហូតចាក់ក្មេងនៅក្នុងភូមិនេះ2នាក់ហើយមានកូនខ្ញុំម្នាក់ដែរបាទចឹងអូចឹងបានន័យថាជនសង្ស័យរស់នៅនេះដែរទេបើមិនឮថានៅចំចៅនៅចំចៅហេតុអីបានមកដល់នេះនឹងដែរទៅនាំគ្នាមកទៅហ្នឹងមករងថ្ងៃឬចាំមករងថ្ងៃបងនេះជារឿយៗឮថាអ្នកភូមិគាត់តែងតែមកហ្នឹងដើម្បីហូបពងមាន់អាំងនៅក្នុងវត្តចាមានលឹកពងមាន់អាំងអូបាទហើយលឿនថាចាក់ក្មេងម្នាក់ទៀតឈ្មោះយុទ្ធហើយនឹងកូនខ្ញុំអូចឹងបងស្គាល់ផ្ទះជនសង្ស័យហ្នឹងអត់ស្គាល់ទេតែតំលឺនៅពេលខ្ញុំនៅក្នុងផ្ទះឮស្រែកហៅស្រែកចុះពីលើកង់3មកស្រែកដូចមួម៉ៅមានគេសួរថាកើតអីចឹងណាហើយមកស្ទុះមកលឺស្រែកអាឡេចាក់លឺឈាមលឺគេស្រែកឈាមច្រើនណាបាទកំពុងដេញចាក់មកពូកង់3ហ៎បាទដំបងចុះមកថាបាញ់លុយគាត់ដល់ពេលទៅមានអ្នកសួរថាហើយកើតអីហើយថៃថ្ងៃហ្នឹងហើយមកស្ទុះទៅលឺគាត់ស្រែកគាត់អាឡេស្រែកអង្គខ្វាំងហ្មងណាទៅជនសង្ស័យឆៃហ៎អត់ទេអ្នកនៅហ្នឹងគាត់ខាត់បាទហើយដល់ពេលអូចាំបានអ្នកចាក់មួយលេងចាមួយលេងអាយុប្រហែលប្រហែលដែរបងអាយុដូចជាទៅ20អីហ្នឹង20ទេក្មេងទេ8និយាយទៅក៏20ត្រឹម7 10ឡើងត្រឹម20ហ្នឹងអត់ហួសហ្នឹងអាលេងជាទូទៅច្រើនគម្រាមចាក់សម្លាប់អញ្ចឹងហ៎វាធ្លាប់កាប់គេនៅក្នុងវត្តហ្នឹងអូកាប់ទៀតធ្លាប់កាប់ទៀតសញ្ញាចាំងកាប់បាទសញ្ញាចាំងអូអានេះសាហាវមែនទែនឥឡូវកាប់គេគាត់បាទធ្លាប់តែកាប់បានណាប្រិមិត្តបាទតែឥឡូវបារម្ភខ្លាចឥឡូវហ្នឹងគាត់មុនហ្នឹងឬគេប្រាប់ថាមានរបួសជើងដែរអាលេមានរបួសជើងដែរណោះចាថាចាក់គេហើយឬថាចាក់គេហើយឆ្លាត់ត្រូវខ្លួនឯងចុះបីមិនបងដឹងខ្ញុំនៅនឹងដែរពេលបន្ទាប់ពីចាក់ហើយខ្ញុំចេញមកបាទចុះម្នាក់ស្រីដែលមកមួយអាលេងទៅជាអីមួយអាលេងអត់ដឹងដែរខ្ញុំអត់ដឹងទេតែខ្ញុំអត់បានលឺម្នាក់ស្រីឬតែសំឡេងមនុស្សប្រុសបាទជាពិសេសលឺអាពេលខាត់ស្រែកខាត់ហ្នឹងហ្មងលឺអាលេងកុំចឹងមកមានរូបគាត់ទេអត់មានទេខ្ញុំអត់សូវស្គាល់ក្មេងៗអស់ហ្នឹងបាទជាជនរងគ្រោះដែលជាម្ចាស់ភាសាមិនដែរមកហ្នឹងទេគាត់ដឹកភ្ញៀវមកដឹកមកលើទី1ទេចាបងស្រីចំពោះជនសង្ស័យអាចថាគាត់មានសតិមិនគ្រប់ឬមួយក៏គាត់ប្រើប្រាស់សារជាតិញៀនចឹងណាគាត់ទៅដល់បងឃើញគាត់អ្នកចង់ខ្សែលើអញ្ចឹងបាទស្រាប់មកស្ទុះពេលចុះមកស្រែកបាញ់លុយគាត់ខ្ញុំមិនដឹងថាបាញ់ឲ្យអ្នកណាណាបាទតបមកលឺស្រែករត់ពេញហ្នឹងជនសង្ស័យមានគ្នាប្រហែលអ្នកដែរបងមានដឹងដូចលឺមានស្រីមួយ6ហ្នឹងស្រីមួយ6ចុះខាងស្រីបន្ទាប់កំឡុងពេលកាត់ហេតុហ្នឹងគាត់ទៅណាបងអត់ដឹងទេបងអត់បានឃើញអ្នកស្រីហ្នឹងបងនៅក្នុងផ្ទះចាតែលឺតែម្នាក់ប្រុសហ្នឹងហើយបន្ទាប់មកគាត់ចាក់ហើយគាត់មកវាយកង់3ម្ដងចុងបងលឺហើយបងឃើញតែជនរងគ្រោះគាត់បងអត់បានឃើញទេលឺចាលឺសំឡេងហើយលឺមកវាយកង់3
លឺមកវាយកង់3ទៀតកង់3គាត់នេះបង ចាចា អញ្ចឹងគាត់ចាក់ទៅលើម្ចាស់កង់3ម្នាក់គឺគម្រាមចាក់អ្នកស្រុកអ្នកភូមិនឹងផ្សេងទៀត ចាព្រោះអីក្មេងៗហ្នឹងស្គាល់គ្នាអញ្ចឹងណា បាទ តែដូចមានគំនុំឬក៏មានទំនាស់អីចឹងដល់ពេលហើយឥឡូវហ្នឹងគាត់គម្រាមមកចាក់ក្មេងប្រុសម្នាក់ហ្នឹងត្រូវជាមិត្តភក្តិរបស់កូនខ្ញុំដែរ បាទ ចា គាត់មានគំនុំគ្នាយ៉ាងម៉េចបានគាត់ ក្មេងៗរបៀបអង្គុយជុំគ្នានឹងកាច់កង់នេះរឿងអីបុកស៊ីអីមិនដឹង អាច តែ ថា ខ្ញុំ គា មិន ត់ ដឹង រំសាយអារម្មណ៍ចាក់ប្លន់ឬមួយក៏យ៉ាងណា មិនប្លន់ទេបើប្លន់យកអស់ហើយ បាទអញ្ចឹងប្រហែលគាត់បែកថ្នាំតែម្ដងឬយ៉ាងម៉េច គិតអញ្ចឹងដែរ គាត់ថាបែកថ្នាំនេះ ចាប្រហែលជាគាត់សម្បងអា CBD ចឹង CBD បាទ សាមាន អត់ហើយមកបានសួរគាត់បានប្រាប់បងថាមិន គាត់មកដល់គាត់មកឈោកន្លែងនេះដែរដល់ឈោកន្លែងនេះហើយខ្ញុំក៏ប្រាប់ខ្ញុំក៏ប្រាប់ថាគាត់គេ booking មក អូគេ booking មកហ្នឹងហើយហើយបាញ់លុយបាញ់អីហើយចាក់គាត់ហ្មង ចាក់គាត់ហ្មងចាក់ហ្នឹងយ៉ាងម៉េចដែរគាត់មានប្រាប់ថាបំរុងប្លន់គាត់ឬមួយក៏ អត់ ចាក់ និយាយទេក៏គាត់ថាបាញ់លុយហើយចាក់គាត់ប៉ុណ្ណឹង ចាក់គាត់ហ្មង ចាចាក់ គាត់ស្រែកបងជួយ ចាគាត់មកដល់មុខនេះគាត់ហៅជួយផងខ្ញុំមកពួកខ្ញុំហត់ចេញមក បាទបាទ ហើយការខាងមុខនេះគេខាត់ហៅម្សាយ បាទ មុនក៏ហត់ចូលដល់ក្នុងផ្ទះហ្នឹង បាទ ខាងមុខគេខាត់ហៅម្សាយគាត់ឲ្យគេចាក់ឲ្យអីចឹង ហើយពេលនោះបងមានបានឃើញជនសង្ស័យដែលបានចាក់លើគាត់ទេ អត់បានឃើញទេព្រោះពួកខ្ញុំចេញមកវាហត់ចូលវត្តវិញហើយ អត់ចូលវត្តវិញទេ ចឹងការដំបងយ៉ាងម៉េចខ្លះអូន ខ្ញុំអត់ដឹងដែរខ្ញុំដឹងតែពេលដែលគាត់ចូលស្រែកហៅហ្នឹងបាទស្រែកហៅជួយផងហ្នឹងបាទមកជួយផងពួកខ្ញុំចេញមក ចឹងគាត់ចូលទៅដល់ក្នុងទ្វារ អត់ដល់ទេអត់ដល់មុខនោះ ចូលដល់មុខទេហ៎ ចាចាកន្លែងស្នានឈាមហ្នឹង ចុះក្រោយមកគាត់បានឡើងម៉ូតូទៅពេទ្យមែនម៉ូតូ ចា ពីណា ចា គេណា ម៉ូតូអត់ដែរស្គាល់ទេគេជិះកាត់ហ្នឹងសំប្រងគេឲ្យដឹកទៅគេអត់ចង់ដឹកទៅហើយមានបញ្ហាដល់គេអញ្ចឹង បាទ ណា តែចុងក្រោយគេសម្រេចចិត្តថាដឹក ចាចង់ក្រោយគេដឹក ភ័យកបិតលើច្រើនមែនតើយកចាក់ឡើងសពពេញខ្លួន ហ្នឹង ទៅ ហើយ ហ្មង ព្រោះឲ្យខាងក្រោយខ្នងគាត់ឈាមហូរដាបមកហ្នឹងហូរច្រើនខ្លាំងហ្មងនិយាយឲ្យជាពិសេសកន្លែងនេះបាញ់ឈាមរហូត បាញ់ឈាមរហូត ចា ស្វាច់ ហ្នឹងហើយ បាទ បាញ់ឈាមហឺកែងកគាត់ឲ្យគាត់ទប់ចឹងហើយគាត់ចង់ដួលហើយបានពួកខ្ញុំស្រែកហៅអំបោឲ្យម៉ូតូដឹកទៅពេទ្យ ស្ថានភាពគាត់ពេលហ្នឹងធ្ងន់ធ្ងរខ្លាំង ធ្ងន់ហើយពួកអីគាត់ឡើងទុនហើយហ្នឹង បាទ ដល់ទុំឈាមឡើង ឈាមច្រើនចាឈាមច្រើនឡើងពេញខ្លួនគាត់អីឈា អាច ម នឹងសឹងថាសោះអស់ពីខ្លួនហ្មង ចាព្រោះច្រើនពេក មើ មើ ល ល ហ្នឹងជាប្រភេទកបិតម៉ាក់អី កូនកបិតហ្នឹងទៅ កូនកបិត ហ្នឹងហើយកូនកបិតហ្នឹង បើតាមការសន្និដ្ឋានយើងការចាក់នេះចាក់ប្លន់ឬក៏ចាក់គ្រាន់តែទំនាស់ពាក្យសម្ដី ខ្ញុំអត់ដឹងដែរពួកអីពេលហ្នឹងក៏រត់មកត្រឹមហ្នឹងហើយគាត់ប្រាប់ថា booking គាត់ហើយបាញ់លុយចាក់គាត់ហ្មងគាត់ប្រាប់ប៉ុណ្ណឹង បាទ ហើយ ជនរងគ្រោះគាត់អ្នករត់កង់3ឯង ចាគាត់អ្នករត់ ហើយចំណែកជនបង្កបន្ទាប់ពីចាក់ឲ្យរត់ចូលក្នុងវត្តបា ពួក ត់ នឹងពួកខ្ញុំចេញមកអស់អញ្ចឹងបានវារត់ចូល បាទហើយយើងបានឃើញភិនភាអីខ្លះហ៎ ក្មេងព្រោះអាយុ18 19ឆ្នាំ ក្មេង តែវាដោះអាវ ដោះអាវទៀត ចាដោះអាវ តែក្មេងៗហើយទៅធ្វើដល់ម្លឹង តែម្នាក់ឬក៏ច្រើនគ្នា តែម្នាក់វាទេ តែម្នាក់ទេ ចាតែម្នាក់ឯងអត់មានគ្នាទេ មុនពេលកើតហេតុអមមានលឺសលេងពួកគាត់ឆ្លោះប្រខែកគ្នាអីអត់ គាត់នៅមកហើយខ្ញុំនៅក្នុងនេះខ្ញុំមិនដឹងបាទអត់ដឹងទេតតែគាត់មកហៅស្រែកជួយផងបានពួកខ្ញុំដឹង បាទ pass app គាត់នៅចោលមុខខ្លោងធាវត្តនឹង ហ្នឹងហើយចា ហើយគាត់រត់មកពេញមិនហ្នឹង រត់មកដល់អញ្ចឹងហ្នឹងឈាមគាត់រត់មកចូលកន្លែងមុខផ្ទះខ្ញុំស្រែកជួយផងបានពួកហើយកូនថាម៉ែគេចាក់គ្នាបានខ្ញុំរត់ចេញមក បាទ ហ្នឹងហើយ អញ្ចឹងពេលនោះអមពងសម្រាប់ ต้องមើលទូរស័ព្ទ មុនកាត់ហេតុហ្នឹងគឺមានរឿងអីដែរដោយសារមានឈាមមានអីពេញផ្លូវហ្នឹង មុនហ្នឹងឃើញតែកង់3គាត់ជិះមកដល់មុខខ្លោងទ្វារនេះបាទឃើញមុខខ្លោងទ្វារហ្នឹងហើយដល់ពេលគាត់ដឹងគាត់ធ្វើអីមិនដឹងទេប៉ុន្តែគាត់ថាអាពើគេចាក់គាត់ហ្នឹងរត់កន្លងកង់3ហ្នឹងហើយគាត់មកដល់រត់ដេញមករហូតហ្នឹងមកដល់នេះអញ្ចឹងស្រែជួយផងអញ្ចឹង បាទ ហើយខ្ញុំក៏គាត់អញ្ចឹងហើយគេនោះក៏រត់ទៅហើយគេទៅវាយកង់3អញ្ចឹង បាទ ហ្នឹងហើយរួចប៉ុន្តែម្ចាស់ខ្លួនគាត់ថាអ្នកត្រូវរងគ្រោះហ្នឹងក៏ប្រាប់ថាគាត់ហ្នឹងឲ្យគេ booking បាទហ្នឹងហើយនេះគេឲ្យយកលុយហ្នឹងគេបាញ់លុយឲ្យគាត់អញ្ចឹង បាទ ហ្នឹងហើយដល់ពេលអញ្ចឹងទៅគេចាក់គាត់ហ្នឹងរត់កន្លងមកដល់ហ្នឹងស្រីឲ្យជួយផងទៅខ្ញុំចុះទៅលើកង់3មកខ្ញុំគាត់ទៅគេរត់ទៅវាយអាហូស្អាប់គាត់ហ្នឹងឡើងស្នាមហ្នឹងតែប៉ុណ្្នឹងហើយក៏រត់មកហ្នឹងឈាមពេញហ្នឹងទាំងអស់ហ្នឹងអត់មានអីទៀតទេគាត់ឃើញតែប៉ុណ្្នឹងថាប៉ុណ្្នឹងទេ បាទអញ្ចឹងដើមហេតុដំបូងគឺជនសង្ស័យគឺ booking pass app គាត់ ខ្ញុំអត់ដឹងថា អត់ដឹងទេ មកពីណាប៉ុន្តែដឹងថាគាត់ជិះមកឈប់នៅកន្លែងហ្នឹងហ្មង ឈប់ខ្លោងទ្វារវត្តកំសាន្តហ្នឹងតែម្ដង បាទ បាទហើយបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះដែលបើក pass app ហ្នឹងតែម្ដង បាទឃើញគាត់រត់កន្លងជុំវិញហើយរត់មកដល់ហ្នឹងក៏ស្រីជួយផង បាទស្ថានភាពជនរងគ្រោះមិញប្រហែលប្រមាណក្បិតដែរបងបើតាមការសន្និដ្ឋាន ខ្ញុំអត់ដឹងដែរព្រោះឃើញគាត់ក៏ត្រូវកន្លែងនេះ ត្រូវគោ ហើយហ្នឹងហើយកន្លែងនេះហើយនឹងចាក់ពីក្រោយ បាទកត្រូវខ្លាំងហើយ ថាជាជ្រៅដែរព្រោះឈាមច្រើន ប
បាទក្បិតដែលចាក់ហ្នឹងក្បិតទូចក៏ក្បិតធំ បាត់ ដែរ ទូចបង ក្បិតទូចណា បាទ ចាក់ពីក្រោយខ្នងផងកផង បាទ បាទច្រើនមែនតើអញ្ចឹងហើយពេលនេះទៅគាត់ពេលគាត់រត់មកពីខ្លងទ្វារវត្តហ្នឹងគឺរត់ចូលផ្ទះបងតែម្ដង គាត់ស្រែកឲ្យជួយដល់ពេលអញ្ចឹងទៅយើងស្រែកទៅដល់ពេលហើយគេរត់ទៅវិញទៅហើយបានគាត់ដើរមកហ្នឹងមកហើយទៅពេលបានគាត់ប្រាប់ថាគាត់ពុំតែអើយគេបាញ់លុយឲ្យហ្នឹងទៅពេលហើយជនដែលដល់ហ្នឹងគេមកចាក់គាត់ហ្នឹងគាត់រត់កន្លងជុំវិញនឹងកង់3ហ្នឹងរត់មកនេះបដ ாய் ហ្នឹង បាទអញ្ចឹងគាត់ជនរងគ្រោះគឺគាត់ប្រាប់តែប៉ុណ្ណឹងថាជនសង្ស័យបាញ់លុយថ្លៃ pass app ហើយគឺចាក់យកតែម្ដង បាទ បាទឥឡូវនេះគឺជនរងគ្រោះទៅណាហើយលោកបង គាត់ទៅពេទ្យច្បារអំពើឥឡូវគេបញ្ជូនទៅប៉ារ៉ូស៊ីបាទហើយ អូខ្លាំងមែនតើយង បាទហើយអញ្ចឹង បាទហើយចំណែកជនសង្ស័យដែលបានចាក់គឺអ្វីប្រហែលប្រមាណដែរហើយមានគ្នាប្រមាណអ្នកដែរ ជនសង្ស័យហ្នឹងអាយុប្រហែលជា8 9 10ទេ នៅក្មេងមែនតើ បាទ បាទហើយពេលបន្ទាប់ពីបានធ្វើសកម្មភាពហើយគាត់ទៅណាដែរ គាត់រត់ចូលចែកដី រត់ចូលចែកដីរត់ចូលក្នុងវត្តហ្នឹងបាត់តែម្ដង បាទ